ในថ្ងៃទី5ខែកុម្ភៈឆ្នាំ2016នេះនិស្សិតជាង4000នាក់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងបានទទួលជ័យលាភីក្នុងការបញ្ចប់ថ្នាក់បរិញ្ញាបត្រអនុបណ្ឌិតនិងបណ្ឌិតហើយថ្ងៃនេះផងដែរពួកគាត់មកឈរតម្រៀបជាជួរដើម្បីទទួលយកសញ្ញាបត្រប្រកបប៉ុន្តែដល់ឡែកនិស្សិតជាង4000នាក់ហ្នឹងគឺបានទទួលដោយផ្ទាល់ពីសម្ដេចដេជោនឹងគឺចំនួនតែ50ផ្លែអ្នកទេដល់ឡែក4000ជាងដដែលនោះគឺមិនបានទទួលទេគឺគាត់បានត្រឹមតែមកអង្គុយស្ដាប់សម្ដេចនិយាយរ៉ារ៉ាប់អំពីយុទ្ធសាស្ត្ររបស់គាត់តែប៉ុណ្ណោះអញ្ចឹងយើងឃើញថាមាននិស្សិតជាច្រើននៅក្នុងចំណោមនិស្សិត54នាក់មានការរិះគន់ពីសំណាក់សាកលវិទ្យាការនិងសាកលវិទ្យាល័យជាគ្រប់គ្រងដោយពួកគាត់សង្ឃឹមថាថ្ងៃនេះពួកគាត់នឹងបានទទួលយកសញ្ញាបត្រផ្ទាល់ពីដៃផ្ទាល់មកដាក់ដៃមកកាន់នឹងដៃផ្ទាល់របស់គាត់ប៉ុន្តែដល់ឡែកគឺអន់គាត់បានតែពាក់ខោអាវធំដាក់មួកសង្ហាហើយអត់ទីបំផុតគាត់អស់សង្ឃឹមគាត់អត់បានទទួលអីទាំងអស់ប៉ុន្តែគាត់បានទទួលលុយ30000ពីលោកនាយករដ្ឋមន្ត្រីសម្ដីពិរោះគឺសម្ដេចដេជោនឹងឯងហើយនិស្សិត54នាក់តម្រាំដែលគាត់បានទទួលសញ្ញាបត្រពីសម្ដេចដេជោនឹងគឺគាត់ទទួលលក្ខខណ្ឌធ្ងន់ពីទីប្រឹក្សារបស់សម្ដេចដេជោគឺគេពមៀនថាបើសិនជាអ្នកទាំង50ជាងអ្នកហ្នឹងឡើងទទួលសញ្ញាបត្រពីសម្ដេចហើយមានការសួរដេញដោលពីសម្ដេចច្រើននឹងមិនត្រូវបានប្រកាសសញ្ញាបត្រឲ្យទេឬមួយក៏ពួកគាត់